របៀប unlock content monetization ដែលបងប្អូនទាំងអស់គ្នាខ្វះចំនួនអ្នក view 300k អញ្ចឹងបងប្អូនទាំងអស់គ្នាមើលវីដេអូនេះត្រូវហើយកុំភ្លេច share កុំភ្លេច like ម្នាក់មួយបាទអញ្ចឹងគឺងាយទេបងប្អូនមើលវីដេអូនេះគឺឡើងរហូតដល់ 360k រយៈពេលម្ដងមួយថ្ងៃទេសម្រាប់បងប្អូនដែលចង់ unlock content monetization អញ្ចឹងងាយទេឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងចូលមកកាន់កន្លែង unlock content monetization របស់យើងមកបាទបន្ទាប់មកទៀតគឺបងប្អូនធ្វើម៉េចឲ្យគ្រប់ 300k ហ្នឹងគឺបងប្អូនអាចធ្វើការ unlock monetization បានហើយឥឡូវគឺយើងចូលមកកាន់កន្លែង see more បងប្អូនឥឡូវយើងចុចកន្លែង see more មកបាទនេះបងប្អូនឃើញកន្លែង see more ហ៎បាទយើងចុចកន្លែង see more នេះមកបាទអូខេយើងចុចកន្លែង see more ហ្នឹងហើយបន្តមកទៀតយើងឃើញកន្លែងនេះបាទពីរហ្នឹងបាទeligible post ហ្នឹងគឺយើងយកខាងលើគេហ្នឹងដែលយើង post ថ្មីហ្នឹងបាទបន្តមកទៀតឃើញ view ឯង view អត់មានទេអញ្ចឹងគឺបងប្អូនចូលទៅកាន់វីដេអូមួយហ្នឹងដើម្បីយើងធ្វើការ copy link អញ្ចឹងបងប្អូនឃើញពាក្យថា share បាទ share បន្ទាប់មកបងប្អូនធ្វើការ copy link មកបាទបន្ទាប់មកទៀតគឺបងប្អូនទាំងគ្នាចូលមកកាន់ website មួយដែលមានឈ្មោះថា khbooster.com បងប្អូនចូលមកកាន់ website ហ្នឹងគឺ best ហ្មងបងប្អូនគឺល្អក្នុងការប្រើប្រាស់បាទអញ្ចឹងគឺបងប្អូនចុចពាក្យថា Facebook បាទ Facebook រួចបន្ទាប់មកឡើង category នេះគឺបងប្អូនយកបាទ Facebook video real view បាទបន្ទាប់មក service នេះគឺយើងយកខាងលើគេបំផុតបាទបន្ទាប់មកកន្លែង link ហ្នឹងយើងផាស link វីដេអូរបស់យើងដែលបាន copy មិញហ្នឹងហើយបន្ទាប់មក quality យើងដាក់គ្រប់ហ្មងទៅបាទ 300k បាទយើងដាក់ 300k ហ្មងព្រោះFacebook តម្រូវឲ្យយើងដាក់ 300k បងប្អូនអរគ្នាហើយយើងចាំត្រៀមមើលទៅលើលទ្ធផលតើមិនទេបងប្អូនឥឡូវយើងចុច submit មកបាទ 300k អូខេឥឡូវយើងចុច submit មកហើយរយៈពេលម្ដងមួយថ្ងៃទេគឺវាគ្រប់ហើយបងប្អូនបាទអូខេតែប៉ុណ្ណឹងគឺងាយទេតែប៉ុណ្ណឹងយើងរងចាំបាទយើងរងចាំហើយយើងមើលវីដេអូរបស់យើងមើលតើវីដេអូយើងឡើង view អត់បាទតែប៉ុណ្ណឹងគឺងាយទេបាទហើយបើ account របស់យើងអត់មានលុយអញ្ចឹងយើងដាក់មកនេះដាក់$30អញ្ចឹងមកព្រោះតម្រូវឲ្យយើងដាក់អញ្ចឹងណាយើងដាក់$30ឬក៏$31អញ្ចឹងទៅលើ$1អញ្ចឹងណាបាទតែប៉ុណ្ណឹងហើយដាក់តាមធនាគារស្រុកខ្មែរយើងបងប្អូនអរគ្នាងាយទេបាទអញ្ចឹងកុំភ្លេច share វីដេអូនេះផងបាទអរគុណ